ជាការប្រកាសសម្ដែងនៅអរិយសច្ចធម៌មានទុក្ខៈអរិយសច្ចៈជាដើមទៀតហ្នឹងអញ្ចឹងគឺយើងរៀនដោយទឹកចិត្តជ្រះថ្លាដោយសេចក្តីសុខនឹងបានបំពេញបុណ្យកុសលដោយការធ្វើទានការរក្សាសិលសម្រាប់ជាទីពឹងទៀតណានឹងជាការចម្រើនឡើងមកនៅបុណ្យកុសលនឹងហើយបើសិនជាក្នុងការបំពេញបុណ្យកុសលនេះយើងអត់បានស្ដាប់នៅព្រះធម៌រឿយៗនឹងទេគឺយូរទៅវាស្រត់ចុះហើយទៀតនឹងវាត្រូវធ្លាក់ចុះមកវិញនឹងពីព្រោះសទ្ធានឹងឯងគឺត្រូវស្វិតស្រពោនទៀតមិនត្រូវបានរក្សាដោយធម៌របស់ព្រះសម្មាសម្ពុទ្ធចឹងទៅវាបាបអកុសលនិវរណៈធម៌នឹងឯងវាចូលមកពេញបន្ទុកនៅក្នុងចិត្តនឹងចឹងទៅក៏ធ្វើឲ្យមានសេចក្តីរួញរានឹងរាថយនឹងសំបីតែរយៈចម្ងាយផ្លូវប្រមាណត្រឹមតែ1គីឡូអីប៉ុណ្ណឹងក៏មកអត់រួចហ្នឹងហើយខ្ញុំកណាមកពីនោះជាង100គីឡូហ្នឹងណាហើយញាតិញោមតែ1គីឡូជាងឯងណាខ្ញុំវាត្រូវ1គីឡូហ្នឹងជាង100ដងណាហ្នឹងហើយអញ្ចឹងយើងប្រឹងប្រែងទៀតខំប្រឹងណាញាតិញោមត្រូវដឹងថាឱកាសនេះឯងដែលយើង